បាទជំរាបសួរលោកគ្រូក៏ដូចជាអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះភួងដេវីខ្ញុំជានិស្សិតឆ្នាំទី4នៃវិទ្យាស្ថានស៊ីតិចចឹងថ្ងៃនេះខ្ញុំនឹងនិយាយអំពីប្រធានបទមួយដែលមានសារៈសំខាន់នៅក្នុងសម័យបច្ចេកវិទ្យាគឺខ្ញុំនឹងធ្វើការប្រៀបធៀបគ្នារវាង privacy និង identity theft ដែលដំបូងខ្ញុំនឹងនិយាយអំពី privacy សិនថា privacy នឹងមានន័យដូចម្ដេចចឹង privacy តាមអ្វីដែលខ្ញុំរៀនជាមួយនឹងលោកគ្រូហេងសុភានៅក្នុងមុខវិជ្ជា Ethics and Law គឺ privacy និយមន័យរបស់វាគឺលោក Alan Weinstein នៅក្នុងឆ្នាំ1967គឺ privacy ឬក៏ឯកជនភាពគឺជាសិទ្ធិទាមទាររបស់បុគ្គលម្នាក់ៗដើម្បីកំណត់ដោយខ្លួនឯងថាតើព័ត៌មានអំពីពួកគេត្រូវបានប្រមូលឬត្រូវបានប្រមូលប្រើប្រាស់ឬតាក់ទងទៅអ្នកដទៃនៅពេលណាហើយនឹងនិយមន័យមួយទៀតដែលខ្ញុំបានសិក្សាស្រាវជ្រាវដោយខ្លួនឯងprivacy គឺជាការការពារព័ត៌មានផ្ទាល់ខ្លួនដែលមានដូចជាឈ្មោះលេខទូរស័ព្ទឬក៏ព័ត៌មានហិរញ្ញវត្ថុដែលយើងមិនចង់ឲ្យអ្នកដទៃដឹងឬក៏ប្រើប្រាស់ដោយគ្មានការអនុញ្ញាតឧទាហរណ៍ដូចជាយើងមិនចែករំលែកលេខសម្ងាត់ឬក៏ព័ត៌មានធនាគារលើបណ្ដាញសង្គមប្រសិនបើយើងរក្សាបាននៅ privacy បានល្អនោះវានឹងជួយឲ្យយើងមានសុវត្ថិភាពនិងការពារកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់យើងផងដែរអញ្ចឹងឥឡូវខ្ញុំនឹងនិយាយអំពី identity theft វិញម្ដង identity theft មានន័យថាការលួចអត្តសញ្ញាណឬក៏ការយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃដើម្បីប្រើប្រាស់ក្នុងអំពើមិនល្អឬក៏អំពើដែលមិនត្រឹមត្រូវឧទាហរណ៍ថាមានមនុស្សខ្លះគេយកលេខធនាគាររបស់យើងទៅទិញអីវ៉ាន់ឬក៏ដកប្រាក់ដោយគ្មានការអនុញ្ញាតអញ្ចឹងនេះហៅថាការលួចអត្តសញ្ញាណឬក៏ identity theft នឹងឯងអញ្ចឹងចំណុចបន្ទាប់នេះខ្ញុំនឹងនិយាយអំពីភាពខុសគ្នាចម្បងរវាង privacy និង identity theft ដែលភាពខុសគ្នាចម្បងនោះគឺ privacy គឺជារឿងដែលយើងត្រូវរក្សានិងការពារខណៈដែល identity theft វាគឺជារឿងអាក្រក់ដែលកើតឡើងនៅពេលដែលយើងត្រូវបានឯកជនភាពត្រូវបានបំពាននិយាយឲ្យសាមញ្ញទៅបើសិនយើងមិនបានរក្សានៅ privacy ឲ្យបានល្អទេនោះយើងនឹងអាចជួបនៅ identity theft បានយ៉ាងងាយស្រួលអញ្ចឹងដើម្បីការពារពី identity theft យើងត្រូវរក្សានៅ privacy ដោយទី1នោះគឺយើងត្រូវប្រើលេខសម្ងាត់ឲ្យរឹងមាំនិងមិនប្រាប់អ្នកដទៃហើយទី2គឺយើងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់យើងនៅលើបណ្ដាញសង្គមហើយនឹងទី3គឺយើងប្រើ two factor ដើម្បីចាក់ទៅលើ account គណនីរបស់យើងឲ្យរឹងមាំដែលពេលដែលយើងប្រើ two factor ហើយគឺមិនងាយមានអ្នកអាចចូលនៅមិនងាយមានអ្នកចូលប្រើ account របស់យើងបានស្រួលទេហើយទី3នោះគឺយើងធ្វើការពិនិត្យលើប្រតិបត្តិការធនាគារជាប្រចាំដើម្បីមើលថាមានអ្វីខុសប្រក្រតីឬអត់អញ្ចឹងនៅក្នុងសម័យ digital នេះព័ត៌មានគឺជាអំណាចបើសិនយើងរក្សានៅ privacy ឲ្យបានល្អយើងនឹងមានសុវត្ថិភាពនិងជាផុតពីការលួចអត្តសញ្ញាណផងដែរហើយបើសិនយើងមិនមានការប្រុងប្រយ័ត្នយើងនឹងអាចបាត់បង់ទាំងប្រាក់កេរ្តិ៍ឈ្មោះនិងសេចក្តីជឿជាក់ផងដែរអញ្ចឹងជាចុងក្រោយខ្ញុំចង់និយាយថា privacy វាជាការការពារខ្លួន
អ្វីដែលយើងត្រូវរក្សានិងគោរពខណៈដែល identity theft វាជាផលប៉ះពាល់មួយដែលកើតឡើងនៅពេលដែលយើងបាត់បង់នៅឯកជនភាពរបស់ខ្លួនឯងអញ្ចឹងចំពោះប្រធានបទដែលខ្ញុំលើកមកនិយាយហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នា